ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់អានសិភៅលោកយូហានបន្តចំពុក6មុននឹងចាប់ផ្ដើមខ្ញុំសូមអភ័យទោសទុកជាមុនព្រោះអីខ្ញុំខានអានប្រហែលថ្ងៃហើយឥឡូវយើងចាប់ផ្ដើមលុះក្រោយមកព្រះយេស៊ូវទ្រង់ឆ្លងសមុទ្រកាលីលេគឺជាសមុទ្រទីបេរ៉ាហើយមានហ្វូងមនុស្សជាធំតាមទ្រង់ទៅដោយបានឃើញទីសម្គាល់ទាំងប៉ុន្មានដែលទ្រង់ប្រោសដល់ពួកជំងឺនោះព្រះយេស៊ូវទ្រង់យាងឡើងទៅលើភ្នំគង់ជាមួយនឹងពួកសិស្សនៅទីនោះឯបុណ្យរំលងជាបុណ្យរបស់សាសយូដាក៏ជិតដល់ហើយឯព្រះយេស៊ូវទ្រង់ងើបព្រះនេត្រឡើងឃើញមនុស្សកកកុញមកឯទ្រង់នៅនោះទ្រង់មានបន្ទូលទៅភិលឹបថាយើងនឹងទិញនំប៉័ងពីណាមកឲ្យមនុស្សទាំងអស់នេះបានបរិភោគទ្រង់មានបន្ទូលសួរដូច្នោះដើម្បីនឹងលបួងលោគាត់ទេព្រោះទ្រង់ជ្រាបការដែលទ្រង់គិតធ្វើហើយភិលឹបទូលឆ្លើយថាទោះបើទិញនំប៉័ងអស់40រៀលក៏មិនគ្រាន់ឲ្យគ្រប់គ្នាសូម្បីតែបន្តិចបន្តួចផងមានសិស្សទ្រង់ម្នាក់ឈ្មោះអាន់ដ្រេជាប្អូនស៊ីម៉ូនពេត្រុសគាត់ទូលទ្រង់ថានៅទីនេះមានក្មេងម្នាក់មាននំប៉័ងម្សៅអុក5និងត្រីតូច2ប៉ុន្តែដែលមានតែប៉ុណ្ណោះតើមានប្រយោជន៍អ្វីដល់មនុស្សច្រើនដល់ទាំងម្លេះព្រះយេស៊ូវមានបន្ទូលថាចូលឲ្យមនុស្សទាំងអស់អង្គុយទៅរីឯនៅទីនោះមានស្មៅច្រើនដូច្នេះគេក៏នាំគ្នាអង្គុយមានចំនួនប្រហែលជា5000នាក់រួចព្រះយេស៊ូវទ្រង់យកនំប៉័ងនោះមកអរព្រះគុណរួចចែកទៅឲ្យពួកសិស្សគេក៏ចែកដល់ពួកអ្នកដែលអង្គុយបានចែកទាំងត្រីតូចនោះបែបដូច្នោះដែរតាមតែគេចង់បានលុះគេបានឆ្អែតគ្រប់គ្នាហើយនោះទ្រង់មានបន្ទូលទៅពួកសិស្សថាចូលប្រមូលបន្តិចចំណិតដែលសល់នៅដើម្បីកុំឲ្យបាត់អ្វីឡើយក្រោយដែលបរិភោគរួចហើយនោះគេប្រមូលចំណិតនំប៉័ងម្សៅអុកដែលសល់ពី5ដុំនោះដាក់ពេញបាន12កន្ត្រកកាលមនុស្សទាំងប៉ុន្មានបានឃើញទីសម្គាល់ដែលព្រះយេស៊ូវធ្វើនោះគេក៏និយាយថាលោកនេះប្រកាសជាហោរានោះដែលត្រូវមកក្នុងលោកីមែនដូច្នេះព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំតែមួយអង្គទ្រង់វិញទៀតពីព្រោះទ្រង់ជ្រាបថាគេគិតមកចាប់ទ្រង់ដោយកម្លាំងដើម្បីនឹងតាំងឡើងជាស្ដេចលុះគ្រប់ប្រលប់ហើយពួកសិស្សទ្រង់ចុះទៅឯសមុទ្រក៏ចូលទូកទៅឯកាផឺណាំពេលនោះងងឹតហើយតែព្រះយេស៊ូវមិនទាន់មកដល់នៅឡើយសមុទ្រក៏មានរលកបោកដោយខ្យល់បក់ជាខ្លាំងកាលគេបានចែវទៅប្រហែលជា5ឬ6គីឡូម៉ែត្រហើយនោះស្រាប់តែគេឃើញព្រះយេស៊ូវទ្រង់យាងលើសមុទ្រមកជិតទូកហើយគេមានសេចក្តីភ័យខ្លាចតែទ្រង់មានបន្ទូលថាកុំភ័យអីគឺខ្ញុំទេតើនោះគេក៏ព្រមទទួលទ្រង់មកក្នុងទូកស្រាប់តែទូកបានដល់ស្រុកដែលគេប៉ងនឹងទៅស្អែកឡើងកាលហ្វូងមនុស្សដែលនៅត្រើយសមុទ្រម្ខាងបានឃើញថា
នៅទីនោះគ្មានទូកណាទៀតក្រៅពីទូកមួយដែលពួកសិស្សទ្រង់បានជិះហើយថាព្រះយេស៊ូវមិនបានជិះទូកនោះទៅជាមួយនឹងពួកសិស្សទេគឺពួកសិស្សបានចេញទៅតែគ្នាគេប៉ុន្តែមានទូកខ្លះទៀតមកពីស្រុកទីបេរ៉ាចិត្តកន្លែងដែលគេបានបរិភោគនំប៉័ងក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួចហើយដូច្នេះកាលហ្វូងមនុស្សមិនឃើញព្រះយេស៊ូវឬពួកសិស្សទ្រង់នៅទីនោះគេក៏ជិះទូកទៅឯកាផឺណាំដើម្បីនឹងរកទ្រង់កាលឃើញទ្រង់នៅឯត្រើយម្ខាងហើយនោះគេទូលសួរថាលោកគ្រូលោកមកដល់ទីនេះពីកាលណាព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគេថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាអ្នករាល់គ្នារកខ្ញុំមិនមែនដោយព្រោះបានឃើញទីសម្គាល់ទេគឺដោយព្រោះគេបានតែបានបរិភោគនំប៉័ងឆ្អែតប៉ុណ្ណោះកុំឲ្យខំប្រឹងឲ្យបានតែអាហារដែលតែងតែពុករលួយនោះឡើយចូលខំឲ្យបានអាហារដែលនៅស្និទ្ធស្នេហ៍ដរាបដល់ជីវិតអស់កលជានិច្ចវិញជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នាត្បិតគឺកូនមនុស្សនេះហើយដែលព្រះបិតាដ៏ជាព្រះទ្រង់នឹងដៅចំណាំទុកដូច្នេះគេទូលសួរទ្រង់ថាដែលនឹងធ្វើការរបស់ព្រះតើត្រូវធ្វើដូចម្តេចខ្លះព្រះយេស៊ូវមានបន្ទូលឆ្លើយថាឯការរបស់ព្រះគឺជាអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមកនោះគេទូលសួរទ្រង់ថាបើដូច្នេះតើលោកនឹងធ្វើទីសម្គាល់ណាឲ្យយើងខ្ញុំឃើញផងដើម្បីឲ្យបានជឿដល់លោកតើលោកធ្វើការអ្វីខ្លះពួកយាកោយើងខ្ញុំបានបរិភោគនំម៉ាណានៅទីហោស្ថានដូចជាមានសេចក្តីចែងទុកមកថាលោកឲ្យបាននំប៉័ងពីឋានសួគ៌មកឲ្យគេបរិភោគឯព្រះយេស៊ូវទ្រង់មានបន្ទូលតបថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាមិនមែនលោកម៉ូសេដែលឲ្យនំប៉័ងពីឋានសួគ៌នោះមកអ្នករាល់គ្នាទេតែឯនំប៉័ងដ៏ពិតដែលមកពីឋានសួគ៌នោះគឺព្រះវរបិតាខ្ញុំដែលប្រទានមកអ្នករាល់គ្នាវិញត្បិតនំប៉័ងរបស់ព្រះគឺជាព្រះអង្គដែលយាងចុះពីឋានសួគ៌មកព្រមទាំងប្រទានឲ្យអ្នកសំទោសឲ្យមនុស្សលោកបានជីវិតផងដូច្នេះគេទូលទ្រង់ថាលោកម្ចាស់អើយសូមឲ្យនំប៉័ងនោះមកយើងខ្ញុំជានិច្ចព្រះយេស៊ូវមានបន្ទូលថាខ្ញុំជានំប៉័ងជីវិតអ្នកណាដែលមកឯខ្ញុំនោះនឹងមិនឃើញទៀតឡើយហើយអ្នកណាដែលជឿដល់ខ្ញុំក៏មិនត្រូវស្រែកសំទោសអានម្ដងទៀតព្រះយេស៊ូវមានបន្ទូលថាខ្ញុំជានំប៉័ងជីវិតអ្នកណាដែលមកឯខ្ញុំនោះនឹងមិនឃ្លានទៀតឡើយហើយអ្នកណាដែលជឿដល់ខ្ញុំក៏មិនត្រូវស្រែកដែរប៉ុន្តែខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថាអ្នករាល់គ្នាបានឃើញខ្ញុំតែមិនជឿទេអស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំនោះនឹងមកឯខ្ញុំហើយអ្នកណាដែលមកឯខ្ញុំក៏មិនដែលចោលទៅក្រៅឡើយពីព្រោះខ្ញុំបានចុះពីឋានសួគ៌មកមិនមែននឹងធ្វើតាមចិត្តខ្ញុំទេគឺតាមបំណងព្រះハរតីនៃព្រះវិញដែលទ្រង់ចាត់ឲ្យខ្ញុំមកឯបំណងព្រះハរតីនៃព្រះវរបិតាដែលចាត់ឲ្យខ្ញុំមកនោះ
គឺមិនចង់ឲ្យខ្ញុំបាត់អ្នកណាក្នុងគ្រប់អស់ទាំងមនុស្សដែលទ្រង់ប្រទានមកខ្ញុំនោះឡើយគឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរួចឡើងនៅថ្ងៃចុងបំផុតវិញនេះហើយជាបំណងព្រះハរតីនៃព្រះវរបិតាខ្ញុំគឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រាហើយក៏ជឿដល់ទ្រង់បានជីវិតដ៏នៅអកលជានិច្ចហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុតនៅនោះព្រះសំទោសនោះពួកសាសយូដាគេអុកដានទ្រង់ពីព្រោះទ្រង់មានបន្ទូលថាខ្ញុំជានំប៉័ងដែលចុះពីឋានសួគ៌មកគេនិយាយថាអ្នកនេះតើមិនមែនឈ្មោះយេស៊ូវជាកូនយូសែបដែលយើងស្គាល់ឪពុកម្ដាយគេទេឬអីចុះដោយមិនដេចឡើយបានជាគាត់និយាយថាគាត់ចុះពីឋានសួគ៌មកដូច្នេះនោះព្រះយេស៊ូវមានបន្ទូលទៅគេថាកុំឲ្យរទូរទាំក្នុងពួកអ្នករាល់គ្នាឡើយគ្មានអ្នកណាអាចនឹងមកឲ្យខ្ញុំបានទេលើកតែព្រះវរបិតាដែលចាត់ខ្ញុំឲ្យមកទ្រង់ទាញនាំគេប៉ុណ្ណោះហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុតដែរនៅក្នុងគម្ពីរពួកហោរាមានសេចក្តីចែងទុកមកថាព្រះទ្រង់នឹងបង្រៀនគេទាំងអស់គ្នាដូច្នេះអស់អ្នកណាដែលឮព្រះវរបិតាហើយបានរៀនពីទ្រង់នោះក៏មកឲ្យខ្ញុំនេះមិនមែនថាមានអ្នកណាដែលឃើញព្រះវរបិតានោះឡើយមានតែព្រះអង្គដែលយាងមកពីព្រះប៉ុណ្ណោះព្រះអង្គនោះទៅទ្រង់បានឃើញព្រះវរបិតាមែនប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាអ្នកណាដែលជឿដល់ខ្ញុំនោះមានជីវិតអស់កលជានិច្ចខ្ញុំជានំប៉័ងជីវិតពួកយកោអ្នករាល់គ្នាបានបរិភោគនំម៉ាណានៅទីហោស្ថានហើយក៏ស្លាប់អស់ទៅឯនំប៉័ងដែលខ្ញុំនិយាយនេះគឺជានំប៉័ងដែលចុះពីឋានសួគ៌មកពេលព្រះអង្គគាត់មានប្រសាសន៍ថានំប៉័ងពីឋានសួគ៌នឹងគឺជារូបភាពគាត់ហើយនឹងពាក្យរបស់គាត់នៅក្នុងព្រះគម្ពីរហើយក៏ស្លាប់ទាំងអស់ទៅឯនំប៉័ងដែលខ្ញុំនិយាយនេះគឺជានំប៉័ងដែលចុះពីឋានសួគ៌មកដើម្បីឲ្យអ្នកណាដែលបរិភោគមិនត្រូវស្លាប់ឡើយខ្ញុំជានំប៉័ងដ៏រស់ដែលចុះពីឋានសួគ៌មកបើអ្នកណាបរិភោគនំប៉័ងនេះនោះនឹងរស់នៅអស់កលជានិច្ចឯនំប៉័ងដែលខ្ញុំឲ្យគឺជារូបសាច់ខ្ញុំដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោកដូច្នេះពួកសាសយូដាគេជជែកគ្នាថាធ្វើដូចម្ដេចឲ្យអ្នកនេះអាចនឹងឲ្យសាច់ខ្លួនមកយើងបរិភោគបាននោះព្រះយេស៊ូវមានបន្ទូលទៅគេថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាបើអ្នករាល់គ្នាមិនពិសាសាច់ហើយមិនផឹកឈាមរបស់កូនមនុស្សនោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេអ្នកណាដែលបរិភោគសាច់និងឈាមរបស់ខ្ញុំមានន័យថាទទួលស្គាល់គាត់ទទួលស្គាល់ទ្រង់ដែលគាត់មកដើម្បីសគត់ជំនួសយើងដើម្បីលាងបាបយើងនោះជីវិតនោះមានជីវិតដ៏នៅអស់កលជានិច្ចហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុតពីព្រោះសាច់ខ្ញុំជាអាហារពិតហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដអ្នកណាដែលបរិភោគសាច់និងឈាមរបស់ខ្ញុំនោះនៅក្នុងខ្ញុំហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរអ្នកណាដែលបរិភោគខ្ញុំអ្នកនោះនឹងរស់ដោយសារខ្ញុំដូចជាព្រះវរបិតាដ៏មានព្រះជន្មរស់
ទ្រង់បានចាត់ឲ្យខ្ញុំមកហើយខ្ញុំក៏រស់នៅដោយសារទ្រង់ដែរនំប៉័ងនេះជានំប៉័ងដែលចុះពីឋានសួគ៌មកជាពិតមិនមែនដូចជាពួកយូកោអ្នករាល់គ្នាបានបរិភោគនំម៉ាណាហើយក៏ស្លាប់ទៅនោះទេគឺអ្នកណាដែលបរិភោគនំប៉័ងនេះពេលគាត់សំដៅទៅនំប៉័ងម៉ាណាហ្នឹងគឺគាត់ប្រៀបគាត់ឲ្យយើងដឹងថានំប៉័ងចាស់ដែលគឺជាច្បាប់10ប្រការច្បាប់10ប្រការហ្នឹងគឺដើម្បីជាបដោះអាសន្នមុននឹងគាត់យាងមកប៉ុណ្្នឹងទេដល់ទៅពេលព្រះយេស៊ូវគាត់យាងមកខ្លួនគាត់យើងរស់នៅដោយសារគុណរបស់គាត់ម្ល៉េះហើយ10ប្រការហ្នឹងគឺជាអ្នកណាដែលរស់នៅតាមទំនៀមទម្លាប់10ប្រការហ្នឹងគឺគាត់នឹងគាត់មកដើម្បីជួយព្រោះអី10ប្រការហ្នឹងមិនអាចសង្គ្រោះយើងបានទេមានតែព្រះគុណគាត់គឺដោយទទួលស្គាល់ព្រះយេស៊ូវប៉ុណ្ណឹងទេក៏ប៉ុន្តែចំណុចនេះមួយដែលសាសនាគ្រីស្ទានខ្លះក៏អត់ដឹងដែរព្រះយេស៊ូវគាត់មកអបមាថាខ្ញុំឪពុកខ្ញុំគាត់ស្លាប់ទៅអត់ខ្ញុំមិនដឹងថាគាត់ទទួលស្គាល់ព្រះយេស៊ូវអត់ទេព្រោះអីខ្ញុំមិនអត់ស្គាល់គាត់ឬមួយក៏ជាដូនជាតាខ្ញុំក៏ប៉ុន្តែខ្ញុំដឹងថាព្រះយេស៊ូវគាត់មកសង្គ្រោះពីអ្នកជំនឿជឿដល់ព្រះវរបិតាគាត់ហើយនឹងអ្នកទៅមុខទៀតអបមាថាខ្ញុំជាចំនួនទី1ដែលខ្ញុំទទួលស្គាល់ព្រះអង្គម្ចាស់ព្រះយេស៊ូវមកហើយឪពុកខ្ញុំក៏បានសង្គ្រោះដោយសារជំនឿខ្ញុំព្រះយេស៊ូវទៅយើងព្រោះអីមានសំណួរសួរច្រើនថាចុះបើសិនជាដូនជាតាខ្ញុំធ្លាប់ស្គាល់ទំនៀមទម្លាប់រស់នៅដោយច្បាប់10ប្រការហ្នឹងតើជាដូនជាតាខ្ញុំអាចជួបនៅឋានសួគ៌ឬក៏អត់តាមខ្ញុំអានព្រះគម្ពីរពីដើមខ្ញុំអានពីដើមរហូតដល់ចប់4 5 6ដងហើយព្រះឲ្យខ្ញុំឲ្យចំណេះខ្ញុំដឹងថាដោយសារតែព្រះយេស៊ូវចាប់ពីចំនួនឪពុកម្ដាយជាដូនជាតាខ្ញុំដែលខ្ញុំមិនស្គាល់នឹងដែលមិនស្គាល់ព្រះយេស៊ូវនឹងបានសង្គ្រោះដោយសារខ្ញុំដែលខ្ញុំមានជំនឿជឿម្ល៉េះហើយនឹងទៅមុខទៀតតាំងពីចៅខ្ញុំកូនខ្ញុំចៅខ្ញុំតទៅគាត់មិនអោយក្រុមគ្រួសារយើងបាត់បង់ទេនឹងចំណុចសំខាន់បំផុតដែលយើងទុកចិត្តព្រះយេស៊ូវយើងថ្វាយខ្លួនព្រះយេស៊ូវមិនមែនថាមិនមានប្រយោជន៍ដល់យើងតែម្នាក់ទេគឺប្រយោជន៍សម្រាប់កូនចៅយើងហើយទៅមុខតទៅទៀតដល់ពេលយើងចាត់ចេញពីពិភពលោកនេះទៅព្រះក៏នៅតាមថែរក្សាកូនចៅយើងរបូតគាត់មិនឲ្យយើងដាច់ពូជទេម្ល៉េះហើយយើងជាកំណត់សំខាន់បំផុតយើងជាឪពុកម្ដាយគឺទទួលស្គាល់ព្រះអង្គម្ចាស់ព្រះយេស៊ូវថ្វាយខ្លួនហើយយើងបន្តជំនឿជឿដោយរៀនអំពីពាក្យគាត់ទៅ
នឹងទុកយើងជាកំណត់ដែលយើងទុកឲ្យកូនយើងកូនចៅយើងដែលមានជីវិតហើយមានដែលទ្របមិនដែលពុករលួយនៅឋានសួគ៌យើងនឹងមានដោយសារយើងសង្គ្រោះមនុស្សដែលមិនដឹងអំពីជីវិតដែលផុតពីឋាននេះទៅសំខាន់បំផុតគឺយើងទុកពាក្យព្រះជាពាក្យខ្មែរនឹងគេហៅថាម៉េចយើងទុកខ្ញុំដឹងតែពាក្យកំណត់មួយយ៉ាងនឹងឯងខ្ញុំយល់តែអ្នករាល់គ្នាយល់ខ្ញុំចង់និយាយថាម៉េចតែវល់តែនិយាយមិនដឹងទៅដល់កន្លែងណាទ្រង់មានបន្ទូលសេចក្តីទៅនោះអូខេអ្នកណាដែលបរិភោគសាច់និងឈាមរបស់ខ្ញុំនោះនៅក្នុងខ្ញុំហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរអ្នកណាដែលបរិភោគខ្ញុំអ្នកនោះនឹងនៅរស់ដោយសារខ្ញុំដូចជាព្រះវរបិតាដ៏ជាព្រះជន្មរស់មិនមែននំប៉័ងនេះជានំប៉័ងដែលចុះពីឋានសួគ៌មកជាពិតមិនមែនដូចជាពួកយីកោអ្នករាល់គ្នាបានបរិភោគនំម៉ាណាដែលហើយក៏ស្លាប់ទៅនោះទេគឺអ្នកណាដែលបរិភោគនំប៉័ងនេះនឹងរស់នៅអស់កលជានិច្ចវិញទ្រង់មានបន្ទូលសេចក្តីទាំងនេះក្នុងសាលាប្រជុំនៅកាពើណាំកំពុងដែលទ្រង់បង្រៀនគេពួកសិស្សទ្រង់ជាច្រើនដែលឮសេចក្តីនោះក៏និយាយថាពាក្យនេះពិបាកស្ដាប់ណាស់តើអ្នកណាយល់បានប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបក្នុងព្រះអង្គទ្រង់ថាពួកសិស្សរទូលរទាំពីសេចក្តីនោះបានជាទ្រង់មានបន្ទូលថាតើសេចក្តីនេះនាំបង្អាក់ដល់ចិត្តអ្នករាល់គ្នាឬអីចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅឯឋានដែលលោកនៅពីដើមនោះតើនឹងគិតដូចម្ដេចទៅគឺជាវិញ្ញាណដែលឲ្យមានជីវិតរូបសាច់គ្មានប្រយោជន៍អ្វីទេឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នានោះត្រូវខាងវិញ្ញាណនិងជីវិតវិញប៉ុន្តែមានអ្នករាល់គ្នាខ្លះមិនជឿទេនេះត្បិតព្រះយេស៊ូវទ្រង់ជ្រាបតាំងតែពីដើមមកអំពីអ្នកណាដែលមិនបានជឿហើយអំពីអ្នកណាដែលមិនជូនទ្រង់ក៏មានបន្ទូលថាគឺហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថាគ្មានអ្នកណាអាចនឹងមកឲ្យខ្ញុំបានទេលើកតែព្រះវរបិតាទ្រង់ប្រោសប្រទានឲ្យប៉ុណ្ណោះតាំងពីនោះមកមានសិស្សទ្រង់ជាច្រើនដកខ្លួនថយចេញមិនតាមទ្រង់ទៀតទេនោះពីព្រះយេស៊ូវមានបន្ទូលទៅពួក12អ្នកថាអ្នករាល់គ្នាចង់ថយទៅដែរឬស៊ីម៉ូនពេត្រុសទូលឆ្លើយថាព្រះអង្គម្ចាស់អើយតើយើងខ្ញុំនឹងទៅឯណាវិញគឺទ្រង់ហើយដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កលជានិច្ចយើងខ្ញុំក៏បានជឿហើយដឹងថាទ្រង់ជាព្រះគ្រិស្តជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិតព្រះយេស៊ូវមានបន្ទូលទៅគេថាតើខ្ញុំមិនបានរើសអ្នករាល់គ្នាជាពួក12អ្នកទេឬអីតើមានម្នាក់ក្នុងពួកអ្នកតែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអរៈវិញនេះគឺទ្រង់មានបន្ទូលពីយូដាសអាស្គីរីយ៉ូតជាកូនស៊ីម៉ូនដែលនៅក្នុងពួក12អ្នកនោះស្បិតវារៀបនឹងបញ្ជូនទ្រង់ទៅ
យើងអាចត្រឹមនឹងសិនយើងនឹងបន្តនៅថ្ងៃក្រោយទៀតខ្ញុំអាចបញ្យល់ទៅត្រឹមនឹងសិនព្រោះអីដូចខ្ញុំនិយាយអញ្ចឹងថាខ្ញុំមិនសូវពាក្យចេះពាក្យច្រើនទេសូមអភ័យទោសបើមានខុសឆ្គងកន្លែងណាមួយជម្រាបលាអរគុណ